តោះបងប្អូនដែលចង់លាងជាមួយកាតាសពៀនឲ្យបានស្អាតល្អបងប្អូនណាបាទអញ្ចឹងមកមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាចានគៀបរបស់ខ្សែពៀនយើងធ្វើការលាងសម្អាតហើយឲ្យអស់ជាមួយនឹងខ្លាញ់គោតែម្ដងណាហើយយើងផ្លាស់ប្ដូរជាមួយនឹង first ជាមួយនឹងខ្លាញ់គោថ្មីណាបាទអញ្ចឹងខ្លាញ់គោយើងអត់ដាក់ធម្មតាទេខ្លាញ់គោធម្មតាវាងាយនឹងរលាយហើយវាអត់ធន់នឹងកម្ដៅបងប្អូនបាទហើយក៏ឆាប់អស់សុពលភាពដែរចឹងយើងផ្លាស់ប្ដូរជាមួយនឹងខ្លាញ់គោស៊ីនតែម្ដង Honda ណាបាទហើយទើបអាចប្រើប្រាស់បានយូរអញ្ចឹងសម្រាប់ខ្លាញ់គោនេះបងប្អូននៅពេលដែលធ្វើការលាងសម្អាតជាមួយកាតាសពៀនគួរតែធ្វើការផ្លាស់ប្ដូរចេញរៀងរាល់ 10000 គីឡូយើងឆែកហើយយើងបដូរចោលតែម្ដងណាបាទជៀសវាងបញ្ហាយើងមូរយ៉ាទៅអត់សូវឡើងបានល្អណាហើយឆាប់ខូចជាមួយនឹងបដូរខ្សែពៀនរបស់យើងផងដែរបងប្អូនណាបាទអញ្ចឹងបងប្អូនមានតម្រូវការចង់ឆែកជាមួយកាតាសពៀនបងប្អូនអាចតាក់ទងមកបានធ្វើការលាងសម្អាតមកស្អាតតែម្ដងក៏បានតាមតម្រូវការរបស់អតិថិជនតែម្ដងបាទនេះគឺជាការចាប់ចូលជាមួយគុំបាទឬក៏យើងចាប់ចូលដៃដៃក៏ដូចគ្នាបាទអញ្ចឹងបន្ទាប់ពីចាប់ចូលគុំយើងក៏មានការរឹតជាមួយសោគីឡូផងដែរបងប្អូនណាអញ្ចឹងយើងបាញ់ជាមួយម៉ូទ័រធម្មតាក៏បានយើងរឹតជាមួយសោកំណត់គីឡូគឺវាច្បាស់ណាបាទ